នារីវ័យក្មេងម្នាក់ដែលសុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីដោះដូរថ្លៃសិក្សាឱកាសសិក្សាទៅថ្ងៃអនាគតហើយនៅទីបញ្ចប់តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលបរិបម្នាក់នឹងមានប្រពន្ធកូនហើយសាច់រឿងបានចាប់ផ្ដើមនៅហាងសម្ភារៈការិយាល័យមួយដែលឪពុកចុងបានលួចចូលទៅក្នុងបន្ទប់គេងរបស់តួឯកស្រីរបស់យើងយូលីងគាត់ត្រូវបានឪពុកចុងចាប់រំលោភនាងទោះបីជាអ្នកដែលត្រូវជាម្ដាយដឹងក៏ដោយក៏នាងមិនហ៊ានលូកដៃចូលនោះដែរព្រោះនាងរស់នៅត្រូវពឹងលើលុយកាក់របស់អាប្តីអាក្រក់ម្នាក់ហ្នឹងហើយនៅពេលដែលភារកិច្ចត្រូវបានបញ្ចប់ម្ដាយរបស់នាងក៏បានចូលមកដើម្បីលួងលោមតួឯកស្រីរបស់យើងហើយក៏បាននិយាយថាកូនកុំពិបាកចិត្តពេកអីទោះបីជាយ៉ាងណានៅថ្ងៃណាមួយកូនក៏ត្រូវអស់ព្រមចារីឲ្យទៅមនុស្សប្រុសណាមួយដដែលហ្នឹងតួឯកស្រីរបស់យើងនាងមិនអាចទទួលយកបានទេទើបនាងរៀបចំរបស់របរដែលចាំបាច់ដើម្បីរត់ចេញពីផ្ទះដោយទុកសម្បត្តិមួយច្បាប់ថាហាមតាមរកនាងជាដាច់ខាតបើមិនដូច្នេះទេនាងនឹងយករឿងហ្នឹងទៅប្រាប់ប៉ូលីសទើបធ្វើឲ្យឪពុកចុងខឹងយ៉ាងខ្លាំងក្រោយពីថ្ងៃនោះមកនាងក៏បានរស់នៅដូចជាមនុស្សអនាថាធ្វើការលក់ដូរនៅតាមចិញ្ចើមផ្លូវយប់ណាដេកនឹងដោយងូតទឹកនៅតាមកន្លែងសាធារណៈហើយនាងក៏បានធ្វើការជានារីអង្គុយកំដរផឹកស៊ីហើយនៅពេលខ្លះក៏មានជនខិលខូចមកសួររកទិញសេវាកម្មរបស់នាងផងដែរប៉ុន្តែនាងមិនបានលក់ឲ្យនោះទេយូលីងនាងមាននិស្ស័យចូលចិត្តសរសេរនៅកំណត់ហេតុរបស់នាងហើយនាងតែងតែឃើញហេយិនគាត់មកស្ទូចត្រីនៅទីនេះជាញឹកញាប់ប៉ុន្តែនៅពេលដែលគាត់ចាប់បានគាត់តែងតែបោះវាចូលទៅក្នុងទឹកវិញហើយពេលនោះភ្លៀងក៏បានបង្អុរចុះមកធ្វើឲ្យនាងប្រញាប់ហើយនាងក៏បានធ្វើឲ្យសិភៅកត់ត្រារបស់នាងនឹងធ្លាក់នៅកន្លែងហ្នឹងជាច្រើនថ្ងៃក្រោយមកហេយិនគាត់ក៏បានប្រកល់សិភៅកត់ត្រានឹងឲ្យទៅនាងវិញប្រកាសណាស់ថាគាត់បានលួចអានសិភៅនោះរួចមកហើយមុននឹងយកសិភៅនឹងមកសងនាងវិញហើយគាត់ក៏បានដឹងនៅរឿងរ៉ាវទាំងអស់ដែលតាក់ទងជាមួយតួឯកស្រីរបស់យើងដែលក្នុងនាមគាត់ជាមនុស្សចាស់ទុំដូច្នេះគាត់ក៏បានយល់ពីនាងហើយបានណែនាំនាងឲ្យត្រឡប់ទៅរៀនវិញដើម្បីអនាគតមុននឹងគេបានដើរចាក់ចេញទៅនៅពេលនោះតួឯកស្រីរបស់យើងបានឃើញអ៊ំស្រីម្នាក់មានជីវិតលំបាកវេទនានាងមិនចង់មានជីវិតរស់នៅបែបនេះទេទើបនាងបានដើរតាមហេយិនហើយសួរថាអាចជួយឲ្យនាងចូលរៀនសាលាដែលល្បីៗបានទេហើយគាត់ក៏បានតបថាបាននៅពេលហ្នឹងយូលីងនាងក៏បានយកដៃរបស់នាងនឹងទៅចាប់ពូនក្រួយរបស់ហេយិនរួចក៏បានឡើងឡានទៅហូបផ្លែចេកបន្តរហូតតតែភ្លេចលើកទូរស័ព្ទរបស់ប្រពន្ធលុះថ្ងៃបន្ទាប់មកហេយិនក៏បានធ្វើតាមការសន្យាគាត់ក៏បានយកតួឯកស្រីរបស់យើងនឹងទៅដាក់ពាក្យចូលរៀននៅសាលាល្បីមួយដោយប្រើខ្សែរបស់គាត់ហើយនៅពេលហ្នឹងនាងក៏បានសួរថាក្នុងមួយខែហ្នឹងតើនាងឲ្យហេយិនហ្នឹងប៉ុន្មានដងដើម្បីដោះដូរជាថ្លៃការសិក្សាអញ្ចឹងណាហើយគាត់ក៏បាននិយាយថាតាមតានាងទៅនាងសប្បាយចិត្តប៉ុន្មានដងក៏ឲ្យគាត់ប៉ុណ្ណឹងទៅវាធ្វើឲ្យយូលីងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងក្រោយមកនាងក៏បានដឹងថាហេយិនជាមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំអំឡុងពេលការសិក្សាដំបូងលទ្ធផលការប្រឡងរបស់នាងមិនសូវបានល្អនោះទេជាពិសេសក្នុងមុខជំនាញភាសាអង់គ្លេសនៅពេលល្ងាចពួកគេក៏បានណាត់គ្នាមកហូបអាហារជាមួយគ្នាហើយនៅពេលហ្នឹងហេយិនបានឃើញក្រដាសប្រឡងរបស់នាងគាត់បានប្រាប់នាងថាត្រូវតែខិតខំរៀនបន្ថែមទៀតហើយគាត់នឹងស្ម័គ្រចិត្តជួយបង្រៀនបន្ថែមនៅយប់ហ្នឹងហេយិនបានជួយបង្រៀនយូលីងច្រើនក្បាច់ច្រើនឈ្នាតហ្នឹងរហូតតតែនាងហត់នឿយយ៉ាងខ្លាំងហើយក៏បានដេកលក់បាត់ទៅពេលដែលភារកិច្ចត្រូវបានបញ្ចប់ហេយិនគាត់ក៏បានទុកប្រាក់មួយចំនួនឲ្យនាងមុនពេលដែលគាត់ត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃមួយហេយិនគាត់បានបន្លំខ្លួនចូលទៅក្នុងថ្នាក់រៀនរបស់តួឯកស្រីរបស់យើងហើយគាត់បានឃើញក្មេងប្រុសម្នាក់កំពុងតែចែចង់នាងនៅពេលរៀនចប់គាត់ក៏បានចូលទៅសួរនាងតួឯកស្រីរបស់យើងក៏បានឆ្លើយថាលោកក៏ដឹងថាខ្ញុំចូលចិត្តមនុស្សចាស់ហើយមិនចូលចិត្តកូនក្មេងនោះទេមុននឹងយូលីងនាងបបួលហេយិនស៊ីក្នុងគោនៅក្នុងថ្នាក់រៀនប៉ុន្តែហេយិនគាត់បានបដិសេធដោយនិយាយថាបើចាត់ការនៅកន្លែងហ្នឹងវាហាក់ដូចជាក្តុកក្តួលរំភើបខ្លាំងពេកហើយដូច្នេះយើងទៅបន្តនៅឯបន្ទប់យើងវិញយប់នោះគាត់ក៏បានបើកស្រាសប្បាញដើម្បីអបអរនឹងការឡើងតំណែងថ្មីរបស់គាត់ថែមទាំងបានទិញប៊ិចដ៏ល្អមួយសម្រាប់នាងព្រោះគាត់ដឹងថានាងចូលចិត្តការសរសេរប៉ុន្តែជឿឥតមានទៅទោះបីជាយ៉ាងណាក៏នៅតែចាញ់ប៊ិចទឹកសរបស់ហេយិនដដែលបន្ទាប់មកពួកគេក៏បានបើកឆាកប្រយុទ្ធមួយដោយដាក់គ្រាប់កំភ្លើនឹងហើយបាញ់ក្ដុំក្ដាំងពេញតែបន្ទប់របស់ពួកគេតែម្ដង6ឆ្នាំកន្លងផុតទៅថ្ងៃមួយហេយិនគាត់បានមករកតួឯកស្រីរបស់យើងនៅឯបន្ទប់ព្រោះថាគាត់ចង់មានអ្វីជាមួយនឹងនាងព្រោះគាត់តានតឹងពីបញ្ហាការងារដោយមិនបានខ្វល់ថាតួឯកស្រីរបស់យើងនឹងគាត់ប្រញាប់ប្រញាល់ធ្វើរបាយការណ៍នឹងយកទៅឲ្យមេហើយថែមទាំងស្ដីឲ្យនាងថាលួចលាក់មានស្នេហានឹងជាមួយប្រុសវ័យក្មេងដែលធ្វើឲ្យយូលីងនឹងគ្មានស្មារតីក្នុងការធ្វើការនាងក៏បានក្រោបឡើងហើយនិយាយថាចាត់ទុកនាងជាអ្វីនាងមិនមែនជាកន្លែងបញ្ចេញអារម្មណ៍នោះទេពេលចង់មកក៏មករកនាងអីចឹងណាហេយិនគាត់ក៏បានសុំចាក់ចេញទៅមុនប្រសិនបើជាគាត់នៅតវាមានតែធ្វើឲ្យអារម្មណ៍របស់គាត់នឹងមានតែស្មុគស្មាញនឹងលើដើម8ឆ្នាំបានកន្លងផុតទៅនៅខណៈពេលដែលគាត់នឹងកំពុងប្រជុំតួឯកស្រីរបស់យើងគាត់ក៏បានទូរស័ព្ទមកប្រាប់ថានាងបានបញ្ចប់ការសិក្សាហើយដោយបានចំណាត់ថ្នាក់នឹងលេខ1ដោយសូមឲ្យគាត់នឹងសន្យាថានឹងទៅចូលរួមពិធីទទួលសញ្ញាបត្រហើយគាត់ក៏បានយល់ព្រមប៉ុន្តែនៅថ្ងៃដែលទទួលសញ្ញាបត្រគាត់មិនបានមកតាមការសន្យានោះទេហើយក៏មិនលើកទូរស័ព្ទរបស់នាងផងដែរទើបតួឯកស្រីរបស់យើងនាងមកអង្គុយចាំនៅមុខផ្លូវចូលផ្ទះរបស់ហេយិនគាត់ក៏ប្រញាប់ប្រញាល់យកនាងចូលទៅក្នុងឡានព្រោះ
ថាគាត់ខ្លាចអ្នកផ្សេងហ្នឹងបានឃើញហេយិនគាត់បាននិយាយថាការពិតគឺគាត់បានទៅកន្លែងហ្នឹងប៉ុន្តែគាត់បានឃើញនាងនៅជាមួយមិត្តភក្តិរបស់គេប៉ុន្តែនាងនឹងណែនាំគាត់ឲ្យទៅអ្នកដទៃស្គាល់បានយ៉ាងម៉េចព្រោះថារឿងរបស់គេទាំងពីរអ្នកហ្នឹងគឺមិនអាចឲ្យអ្នកណាម្នាក់បានដឹងនោះទេតួឯកស្រីរបស់យើងក៏បានសួរថា8ឆ្នាំមកនេះតើលោកធ្លាប់ស្រឡាញ់ខ្ញុំដែរឬអត់គាត់ក៏សម្រេចចិត្តប្រាប់នាងថាកុំល្ងងពេកឥឡូវនេះនាងរៀនចប់ហើយកំពុងតែមានអនាគតល្អអីចឹងណាសម្រាប់រឿងរបស់យើងទាំងពីរនាក់ហ្នឹងគឺត្រូវបញ្ចប់ត្រឹមនឹងចោះហើយក៏ត្រូវបានតួឯកស្រីរបស់យើងហ្នឹងទះមួយកំភ្លៀងព្រោះថាដំបងនាងនៅតែមិនអាចទទួលយកបានហើយនាងក៏បានតាមសម្លឹងមើលគាត់ដោយសម្ងាត់ទើបនាងបានដឹងថាប្រពន្ធរបស់ហេយិនហ្នឹងគឺពិការដោយសារតែកាយជំងឺដាច់កតៃឈាមខួរក្បាលណា14ឆ្នាំបានកន្លងផុតទៅតួឯកស្រីរបស់យើងហ្នឹងក៏បានខ្លាចជាអ្នកកសែតនាងបានបន្លំខ្លួនធ្វើជាក្មេងអង្គុយផឹកស៊ីនៅកន្លែងហាងកំសាន្តមួយដ៏ល្បីដើម្បីចាប់យករូបភាពនិងបោអាក្រាតមុខមាត់របស់អ្នកនយោបាយរដ្ឋាភិបាលហ្នឹងដែលរួមដៃពុករលួយជាមួយក្រុមហ៊ុនឯកជនមួយពេលនាងមានឱកាសនាងក៏ប្រញាប់រត់ចាក់ចេញមកដោយប្រើនាងនឹងការដៃរបស់នាងដែលពាក់នៅនឹងដៃហ្នឹងដើម្បីសរសេរអត្ថបទនៅថ្ងៃស្អែកនេះប៉ុន្តែនៅថ្ងៃបន្ទាប់មកតួឯកស្រីរបស់យើងក៏បានរកឃើញថាអត្ថបទដែលនាងខំធ្វើការជាង4ខែកន្លងមកនោះហ្នឹងគឺមិនបានបោះពុម្ពផ្សាយនោះទេព្រោះថាម្ចាស់ក្រុមហ៊ុនគាត់ក៏ខ្លាចប៉ះពាល់ទៅដល់គាត់ផងដែរដូច្នេះហើយនាងខឹងមិត្តប្រុសនាងយ៉ាងខ្លាំងដែលដឹងតែមិនព្រមប្រាប់នាងហើយនៅថ្ងៃមួយហេយិនគាត់បានទូរស័ព្ទមកណាត់ជួបជាមួយតួឯកស្រីរបស់យើងឲ្យមកជួបគ្នានៅភោជនីយដ្ឋានប្រចាំរបស់ពួកគេហើយបានកោតសរសើរនៅលទ្ធផលការងាររបស់នាងហើយនឹងបានប្រាប់ថាគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយហើយគាត់ប្រហែលជាអំណាចរស់នៅនឹងបានយូរប៉ុន្មានទៀតនោះទេនាងបានដឹងហើយនាងសោកស្ដាយខ្លាំងណាស់នាងបាននិយាយថានាងនឹងជួយមើលថែគាត់នឹងរហូតដល់នាទីចុងក្រោយតែហេយិនគាត់មិនត្រូវការនោះទេមុននឹងគាត់និយាយថាប្រសិនបើជាគាត់ស្លាប់កុំឲ្យយោលីងនឹងទៅបុណ្យសពរបស់គាត់អីពីដំបូងនាងគិតថាហេយិនគាត់ខ្លាចក្រុមគ្រួសាររបស់គេដឹងប៉ុន្តែហេយិនគាត់បានឆ្លើយថាអត់ទេគាត់បារម្ភពីអនាគតរបស់នាងពេលនេះការងាររបស់នាងកំពុងតែរីកចម្រើនទៅមុខកុំបំផ្លាញអនាគតខ្លួនឯងអីហើយក៏បានសារភាពថាគាត់ស្រឡាញ់នាងនឹងមករហូត46ថ្ងៃក្រោយមកហេយិនក៏បានស្លាប់ទៅហើយតួឯកស្រីរបស់យើងក៏បានក្បត់ពាក្យសន្យាថានាងនឹងមិនទៅចូលរួមបុណ្យសពរបស់គាត់នោះទេប៉ុន្តែថ្ងៃនោះនាងបានទៅចូលរួមបុណ្យសពរបស់គាត់តែនាងមិនបានបង្ហាញពីការពិតអីនោះទេបន្ទាប់មកនាងក៏បានទិញសម្បត្តិយន្តហោះទៅភ្នំពេញដើម្បីទៅសេអត្ថបទមួយស្ដីអំពីនារីខ្មែរនិងជនជាតិបរទេសខណៈនោះក៏មានជនជាតិបរទេសម្នាក់មករកនាងប៉ុន្តែនាងក៏បានប្រាប់ថាមិត្តប្រុសរបស់នាងនឹងចិត្តមកដល់ហើយដូច្នេះអាយសុំតមុនហើយព្រោះអាយមិនចង់ត្រូវគេវាយនោះទេនៅយប់នោះតួឯកស្រីរបស់យើងនាងបានសួរទៅក្មេងស្រីរត់តុកម្នាក់នោះថាតើនាងអាយុប៉ុន្មានហើយប៉ុន្តែក្មេងស្រីនោះក៏មិនហ៊ានប្រាប់នាងដែរបន្ទាប់មកតួឯកស្រីរបស់យើងក៏បានឃើញជនជាតិបរទេសមកទិញសេវាកម្មរបស់ក្មេងម្នាក់ហ្នឹងដើម្បីយកទៅបំពេញក្តីសុខរបស់គេទើបនាងបានផ្ដល់ប្រាក់បន្ថែមឲ្យទៅក្មេងស្រីម្នាក់ហ្នឹងព្រោះនាងមិនចង់ឲ្យក្មេងស្រីតូចនោះទៅជាមួយពួកគេនោះទេនៅពេលទៅដល់បន្ទប់ក្មេងស្រីតូចក៏បានដោះអាវប៉ុន្តែយូលីងនាងមិនត្រូវការបែបនេះនោះទេនៅពេលហ្នឹងយូលីងនាងបាននិយាយថាបើសិនជាចង់តបស្នងគាត់ជួយប្រាប់រឿងរ៉ាវទាំងអស់អំពីនាងនឹងឲ្យគាត់បានស្ដាប់ផងរហូតបានដឹងថានាងមានឈ្មោះថាដកម៉ាយពីដំបូងដកម៉ាយនាងក៏មិនព្រមប្រាប់នឹងនិយាយអ្វីទាំងអស់ព្រោះថាខ្លាចមានបញ្ហារហូតមកនាងក៏បានចាប់ផ្ដើមមើលឃើញភាពស្មោះត្រង់របស់តួឯកស្រីរបស់យើងនៅថ្ងៃបន្ទាប់មកទើបនាងតូចបាននាំនាងទៅកន្លែងលក់សេវាកម្មនិងកន្លែងទេសចរផ្សេងនៅយប់នោះយូលីងនាងក៏បានគិតដល់ពីអតីតកាលរបស់គេជាពិសេសគឺរឿងរបស់ហេយិនដូច្នេះនាងក៏បានគិតខ្លីហើយបានប្រើកាំបិតដែលនៅនឹងដៃរបស់នាងនឹងចង់សម្លាប់ខ្លួនតែសំណាងល្អដែរពេលហ្នឹងគឺដកម៉ាយនឹងក៏បានមករកនាងល្មមនាងក៏ប្រញាប់ប្រញាល់យកតួឯកស្រីរបស់យើងនឹងទៅមន្ទីរពេទ្យដើម្បីព្យាបាលហើយនាងក៏បានរួចផុតពីគ្រោះថ្នាក់លុះនាងបានជាសះស្បើយដកម៉ាយក៏បានបបួលតួឯកស្រីរបស់យើងនឹងទៅថ្វាយបង្គំព្រះកុំឲ្យតួឯកស្រីរបស់យើងនឹងរួចផុតពីគ្រោះថ្នាក់ដកម៉ាយនឹងបាននិយាយថាជីវិតរបស់អ្នកល្អប្រសើរជាងខ្ញុំនឹងច្រើនណាស់មានទាំងលុយមានទាំងចំណេះដឹងហេតុអ្វីបានជាគិតខ្លីព្រមទាំងនិយាយថានាងត្រូវបានឪពុកម្ដាយរបស់នាងនឹងយកនាងមកលក់កាលពីនាងនឹងអាយុ8ឆ្នាំដោយលក់នាងចំនួនលុយ$100ក្រៅពីខ្ញុំហើយនៅមានក្មេងស្រីរាប់មិនអស់ដែលត្រូវបានគេយកមកលក់នៅទីនេះឲ្យទៅធ្វើការនៅកំពង់សោមនិងកន្លែងទេសចរផ្សេងទៀតតួឯកស្រីរបស់យើងបានអាណិតនាងក៏ចង់ជួយនាងហើយក៏បានសុំទៅលួសខ្លួនរបស់ដកម៉ាយដែលពួកគេបានទារថ្លៃនឹងរហូតដល់$10000ប៉ុន្តែតួឯកស្រីរបស់យើងមានលុយក្នុងកាបូបនឹងតែ$5000នោះទេទើបគេបានសួរថាតើនាងមានទ្រព្យសម្បត្តិអ្វីនឹងផ្សេងទៀតជាប់មកខ្លួនដែរឬអត់រហូតពួកគេបានរកឃើញកាមេរ៉ាសុវត្ថិភាពមួយនឹងនៅក្នុងកាបូបរបស់តួឯកស្រីរបស់យើងហើយតួឯកស្រីរបស់យើងថានៅស្ងៀមស្អីទៀតចាំការរត់តែសំណាងល្អដែលបានរត់ទៅជួបប៉ូលីសម្នាក់ដែលចោះទៅស៊ើបអង្កេតនៅកន្លែងហ្នឹងគាត់បាននិយាយថាកុំបារម្ភអីដកម៉ាយនាងនៅមិនទាន់គ្រប់អាយុ18ឆ្នាំនោះទេដូច្នេះយើងនឹងប្រគល់នាងទៅឲ្យអង្គការការពារកុមារនិងយុវជនចំណែកខាងមិត្តប្រុសរបស់តួឯកស្រីរបស់យើងវិញគាត់បានដឹងរឿងហើយក៏ប្រញាប់មកយកតួឯកស្រីរបស់យើងនឹងហោះទៅហុងកុងវិញប៉ុន្តែតួឯកស្រីរបស់យើងនាងសូមរៀបចំរឿងដកម៉ាយនឹងឲ្យរួចរាល់សិននាងបានសន្យាជាមួយដកម៉ាយថានឹងត្រឡប់មកវិញហើយដកម៉ាយក៏បានរត់មកថើបល្បីលានាងនៅពេលដែលនាងបានទៅដល់ក្រុមហ៊ុននាងក៏
បានឃើញឪពុកចុងរបស់នាងកំពុងតែរងចាំនាងគាត់ប្រាប់ថាម្ដាយរបស់នាងកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប្រហែលជាមិនអាចរស់នៅមានជីវិតនឹងបានយូរនោះទេបន្ទាប់ពីម៉ាក់របស់នាងបានសុំទោសកូនស្រីហើយកូនស្រីក៏បានលើកលែងទោសឲ្យដែរហើយនាងក៏បានដល់ដង្ហើមចុងក្រោយហើយរឿងនេះក៏ត្រូវបានបញ្ចប់ដោយតួឯកស្រីរបស់យើងនឹងនាងបានណាត់ជួបជាមួយបុរសម្នាក់ដែលលួចស្រឡាញ់នាងកាលនៅរៀនហើយសូមឲ្យគាត់នឹងជួយសរសេរព័ត៌មានលម្អិតអំពីមន្ត្រីពុករលួយដែលបានរួមដៃជាមួយនឹងក្រុមហ៊ុនឯកជនប៉ុន្តែសាច់រឿងរបស់យើងគឺមិនបានបន្តដំណើរទៅមុខទៀតនោះទេវាក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងទៅដែលហ្នឹងហើយបងប្អូនទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងហ្នឹងឯងអេដមីនពិតជាអរគុណខ្លាំងមែនទែនដែលបានតាមដានវីដេអូមួយនេះរហូតដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ